បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីណាគឺយើងនិយាយអំពីការចិញ្ចឹមសត្វក្តៅបារាំងនិងទន្សាយជាងថ្ងៃនេះយើងធ្វើការប្រៀបធៀបការរស់នៅការចិញ្ចឹមអីវារបស់វាមួយចំនួនរបស់ក្តៅបារាំងនិងទន្សាយហើយតើតើនឹងសត្វក្តៅបារាំងនិងក្តៅទន្សាយនេះគឺខ្ញុំធ្លាប់ចេញវីដេអូជាច្រើនដែរហើយបាទពីមុនពីការចិញ្ចឹមផ្សេងហ្នឹងជាពិសេសគឺទន្សាយគឺមានច្រើនបងប្អូនទន្សាយខ្ញុំចិញ្ចឹមទន្សាយមុនអញ្ចឹងទៅការចែកម្លែករបស់ខ្ញុំវាទន្សាយច្រើនជាងរបស់ក្តៅបារាំងបងប្អូនបាទបងប្អូនអាចចូលទៅមើលវីដេអូចាស់ៗក្នុង YouTube ក៏បាននៅក្នុង Page ក៏បានគឺមានរបៀបរបបនៃការចិញ្ចឹមច្រើនបងប្អូនអាចទៅមើលហ្នឹងក៏យល់ដឹងបានមួយចំនួនធំហើយបងប្អូនបាទជាងនេះយើងនឹងប្រៀបធៀបត្រួសពីការរស់នៅការចិញ្ចឹមរបស់សត្វនឹងតកតងនឹងក្តៅបារាំងនិងទន្សាយបាទអញ្ចឹងទី1យើងនិយាយអំពីការកើតចុះមកពីវាកើតដំបងដូចគ្នាជាងក្តៅទន្សាយបាទក្តៅបារាំងពេលកើតមកគឺវាធំស្រាប់បងប្អូនកូនរបស់វាគឺដោះរោមចិត្តឈឹងចេះរត់ចេះដើរចេះបាវដោះមេហើយវាចេះចាប់ដើមរៀនស៊ីស្មៅស៊ីចំណីភ្លាមយ៉ាងយូរមួយថ្ងៃទៅ2ថ្ងៃគឺចេះស៊ីចំណីហើយបាទគេកើតមកគឺរត់តែម្ដងរោមវាគឺចិត្តឈឹងតែម្ដងបាទចំណែកឯទន្សាយវាកើតដំបងគឺវានៅអត់ទាន់ចេះដើរចេះអីទេគឺនៅក្រហមងាលដូចកូនកណ្ដោស្រុកស្រែយើងអញ្ចឹងបាទក្រហមអត់មានរោមទេបាទអត់ទាន់បើកភ្នែកទៀតអញ្ចឹងតកតងនឹងការបំបែកមេបាទបំបែកមេបើសិនជាកូនកណ្ដោបារាំងវាកើតមកវាចេះស៊ីឆ្អីលឿនជាងអញ្ចឹងខ្ទង់តែ2អាទិត្យអីយើងអាចបំបែកបានហើយបងប្អូនអាចចង់ទុកឲ្យលើសនឹងក៏បានតែ2អាទិត្យមកឲ្យបងប្អូនបែកបានហើយវាបាទចំណែកកូនសាយវិញជាទូទៅគឺយើងរយៈពេល30ថ្ងៃឬក៏1ខែមកយើងបំបែកមេដោយសារចាប់ពីអាយុ20ថ្ងៃទៅវាចាប់ដើមរៀនស៊ីចំណីតិចរហូតដល់25ថ្ងៃអីវាចេះស៊ីចំណីស៊ីស្មៅហើយអញ្ចឹង30ថ្ងៃគឺយើងបំបែកមេដាក់ឈ្មោលបានហើយយកកូនវាដាក់ផ្សេងបានបាទអញ្ចឹងអាយុដល់វ័យបកាត់របស់វាបងប្អូនអញ្ចឹងដល់វ័យបកាត់ពីកើតទៅអាចថាទន្សាយវាយូរជាងក្តៅបារាំងបន្តិចក្តៅបារាំងលឿនជាងបន្តិចបើពីកើតទៅក្តៅបារាំងអាចខ្ទង់4ខែអីចាប់ដើមដល់វ័យបកាត់រោឈ្មោលរអីហើយតិចហើយបាទប៉ុន្តែដល់ទន្សាយគឺពីកើតទៅគឺអាចខ្ទង់5ខែបងអាចយូរជាងបន្តិច5ខែគឺញីចាប់ដើមដោយឈ្មោលបដាហើយអាចឈ្មោលនេះអាចខ្ទង់6ខែមកវាចេះជន់មេល្អបាទជាងការពីវ័យអាយុបកាត់ហ្នឹងវារៀងយូរជាងក្តៅបារាំងបន្តិចបងប្អូនតែដល់ពេលករណីពោះបាទអញ្ចឹងករណីដែលវារោឈ្មោលរោអីវាផើមហើយគឺករណីដល់ពេលពោះគឺក្តៅបារាំងគឺពោះយូរជាងទន្សាយវិញបាទយូរច្រើនបងប្អូនគុណនឹង2គុណនឹង3បាទជាងករណីបកាត់ហើយវាផើមគឺក្តៅបារាំងគឺពោះខ្ទង់3ខែបងប្អូនចន្លោះពី2ខែជាងទៅ3ខែទៅតាមពូជបាទអញ្ចឹងខ្ទង់ជាអាចខ្ទង់ថា3ខែចុះបាទអញ្ចឹងទន្សាយបើវាផើមដូចគ្នាដាក់បាហើយគឺវាតែ1ខែគឺវាកើតកូនហើយបាទអញ្ចឹងពោះក្តៅបារាំងយូរជាងវិញបាទហើយតកតងនឹងការរស់នៅអាកាសធាតុបងប្អូនតកតងអាកាសធាតុគឺទាំងក្តៅបារាំងទាំងទន្សាយគឺវាស៊ីត្រជាក់ដូចគ្នាចូលចិត្តភាពត្រជាក់ត្រូវការកន្លែងរស់នៅត្រជាក់ដូចគ្នាទន្សាយចូលចិត្តត្រជាក់ហើយអាក្តៅបារាំងនេះចូលចិត្តត្រជាក់ជាងទន្សាយទៀតបងប្អូនបាទអញ្ចឹងតកតងនឹងចំណីបាទចំណីក៏វាស៊ីមិនខុសគ្នាប្រហែលដែរបាទស្តៀងគ្នាបានវាអត់ស៊ីដូចកដោស្រុកស្រែយើងទេអានេះស៊ីកដោស្រុកស្រែយើងវាស៊ីស្រូវស៊ីកស៊ីកតុស៊ីត្រីស៊ីខ្យងស៊ីក្តាមតាមពេលអីចឹងណាបងប្អូនបាទតែកដោបារាំងនិងទន្សាយនេះស៊ីបាក់បែកគ្នាទី1គឺស៊ីប្រភេទចំណីសម្រាប់ឬក៏ចំណីយើងទិញមកពីផ្សារចំណីក្រុងហ្នឹងអាចជាចំណីទន្សាយចំណីជ្រូកចំណីមាន់ចំណីទីអីគឺកដោបារាំងនិងទន្សាយស៊ីបានដូចគ្នាបាទហើយទី2នោះគឺប្រភេទបន្លែបាទស្ពៃទៅសក់តកួនការ៉ុតអីផ្សេងហ្នឹងក្តៅបារាំងនិងទន្សាយស៊ីបានដូចគ្នាបាទហើយទី3គឺប្រភេទផ្លែឈើមិនថាដូចជាផ្លែឈើចាស់ផ្លែឈើទុំអីទេក្តៅបារាំងទន្សាយស៊ីដូចគ្នាបងដូចលហុងទុំចេកទុំស្វាយទុំសបកអាឡឹកបើនេះគឺវាស៊ីដូចគ្នាបាទអត់សូវខុសគ្នាទេទន្សាយនិងក្តៅបារាំងនេះហើយចំណីទី4គឺប្រភេទស្មៅហ្នឹងគឺស្មៅព្រៃយើងស្មៅតាមផ្ទះស្មៅផ្អែមគេដាំឲ្យគោឲ្យកបីហ្នឹង
có xì đài sai có xì cái đầu đang có xì bà chân chỉต้องchụp đấy cứ xì đôi kia bà hay chân cài đốt nâu ấy cứ sẽ điên phạm phải kia thì để chuyện đôi kia bọn khó tại po về ăn sai ở cái đầu đang về du chiêng bọn bà trong video này cứ nhomเปรียบ เทียบ trụcប៉ុណ្ណឹងហើយបងប្អូនដែលត្រូវការទុនសាយក៏ដល់បងអាចឆាតចូល page ក៏បាន Telegram ក៏បានអរគុណច្រើនបងប្អូន